សួស្តីអ្នកគ្នាថ្ងៃហ្នឹងពួកយើងមានវីដេអូណែនាំអ្នកគ្នាអំពីឧបករណ៍ scan model ថ្មីដែលប្រើបច្ចេកវិទ្យាចុងក្រោយទំនើបចុងក្រោយបង្អស់នៅឃើញផលិតដោយក្រុមហ៊ុន Sinca ប្រទេសអាមេរិកអញ្ចឹងទៅមួយ admin នឹងណែនាំអ្នកគ្នាអំពីឧបករណ៍ទំនើបមួយហ្នឹងអូខេអ្នកនរគ្នា Sync Tool Mini វាប្រើពាក្យ mini ដោយសារ model មួយហ្នឹងគឺវាមានមួយ model ទៀតដែលធំហើយមាន accessory ច្រើនមកជាមួយប៉ុន្តែ model មួយនេះគឺ Sync Tool Mini នេះគឺវារៀងខ្នាតតូចហើយតម្លៃធូរថ្លៃជាងខ្នាតធំរបស់វា Sync Tool Mini ជា product ផលិតផលឧបករណ៍ scan ដែលផលិតបច្ចេកវិទ្យាចុងក្រោយបំផុតទំនើបមែនតើនៅឃើញគឺផលិតដោយក្រុមហ៊ុន Sinca ប្រទេសអាមេរិកនៅខាង California ដែលវាគឺជាប្រភេទ model scan ផលិតឆ្នាំ2020ទំនើបចុងក្រោយបង្អស់របស់ក្រុមហ៊ុន Sinca អញ្ចឹងកុំឲ្យខាត់ពេកគឺ admin នឹង unbox ប្រអប់មួយនេះឲ្យអ្នកឃើញគឺមកជាមួយនឹង hard case ធំខាងក្នុងហ្នឹង ធំមែនតើឃើញ mini មែនប៉ុន្តែទំហំវាធំមែនតើមានបើកមក wow វាមកនៅឃើញក្នុង case ហ្នឹងវា port ខ្លះគឺទំនេរដោយសារវាអត់មកជាមួយនឹងដូចជាម៉ាស៊ីន print ឃើញគឺមាន accessory វាមានដូចជាម៉ាស៊ីន print មានដូចជា TPMS device មាន flash light ផងដែរមានភ្លើងសម្រាប់ធ្វើការងារមានជាពិសេសមាន battery tester ឃើញគឺវាមានច្រើនមែនតើហើយអា package ទាំងអស់ហ្នឹងសរុបចូលគ្នាហ្នឹងទៅបើអ្នកនរគ្នាចង់ទិញឧបករណ៍ហ្នឹងគឺវាមាន accessory លក់បន្ថែមឃើញប៉ុន្តែថ្ងៃហ្នឹងគឺពួកយើងធំណែនាំអ្នកគ្នាអំពីឧបករណ៍ mini គឺខ្នាតតូចដែលវាមកជាមួយតែឧបករណ៍ទេហើយជាមួយនឹងបច្ចេកវិទ្យាដែលឃើញគឺប្រើប្រាស់ wireless technology គឺអត់ប្រើខ្សែទេហើយមានភាពស្រស់ស្អាតមែនតើ yes ចំណែកឆ្នុក OBD2 របស់វាហ្នឹងគឺនៅខាងក្រោមនេះមានចុចមកគឺវាបើកដូចនេះហ្នឹងមាន accessory មានមួយចំនួនដូចជាសភៅប្រើប្រាស់មាន product catalog version code ដែលគ្នាត្រូវតែបង្កើត account ដើម្បីប្រើប្រាស់វានិង adapter charger គឺវាមកជាមួយនឹងប្រដាប់សាកដែលមានខ្សែទំនើបមែនតើគឺឧបករណ៍មួយហ្នឹងគឺជាឧបករណ៍ scan ទំនើបចុងក្រោយបង្អស់ដែលយើងកម្រឃើញឧបករណ៍ scan ទាំងឡាយណាដែលប្រើ type micro type C នៅឃើញគឺបច្ចេកវិទ្យាចុងក្រោយបង្អស់គឺគេប្រើ type C ដើម្បី charge ថ្មឧបករណ៍មួយនេះនៅខាងលើនេះយើងដោះមកគឺមានខ្សែ micro type C ដែល admin នឹងសាកថ្មវាអានេះឃើញឆាប់ yes នឹងប្រើប្រាស់អនុវត្តប្រើប្រាស់របៀបហើយនឹងបង្ហាញអំពីសមត្ថភាពវាថាវាយ៉ាងណាគឺ admin នឹងបើកគឺប៊ូតុង power នៅខាងលើហ្នឹងយើងចុចជាប់មកហើយវានឹងបង្ហាញ display ដូចនេះគឺ Sinca diagnostic power by lunch អញ្ចឹងadmin សម្ដែងនៅថាក្រុមហ៊ុន Sinca របស់ប្រទេសអាមេរិកហ្នឹងគឺជាកូនក្រុមហ៊ុនដែលបង្កើតដោយក្រុមហ៊ុនធំមួយគឺក្រុមហ៊ុនដែលនាំមកគេលើពិភពលោកខាងផ្នែកផលិតឧបករណ៍វិភាគរោគសញ្ញាឡានហ្នឹងគឺ lunch technology របស់ប្រទេសអាមេរិកអញ្ចឹង Sinca គឺជាក្រុមហ៊ុនក្រោយដែលបង្កើតឡើងក្រោយហើយពំនាំបច្ចេកវិទ្យាចុងក្រោយបង្កើត scan sync tool sync scan sync mini sync deck ជាច្រើនដែល admin បានធ្វើការណែនាំកន្លងទៅហើយគឺក្រុមហ៊ុន Sinca ហ្នឹងគឺជាក្រុមហ៊ុនកូនរបស់ lunch ដូចដែលបង្ហាញនៅលើ display ហ្នឹងនៅឃើញគឺវាមាន display ស្រស់ស្អាតមែនតើវាមកជាមួយដូចនេះគឺ Sync Tool Mini គឺជាឧបករណ៍ scan ទំនើបចុងក្រោយបង្អស់ប្រើបច្ចេកវិទ្យា wireless ហើយអ្នកនរគ្នាមានសមត្ថភាពអាច scan គ្រប់ប្រព័ន្ធរថយន្តទំនើបគឺ full system diagnostic ច្រើនម៉ាកច្រើន model មែនតើអ្នកគ្នាអាចប្រើប្រាស់វាទៅលើរថយន្តគ្រប់ម៉ាកគ្រប់ model ដែលមាននៅលើទីផ្សារគឺយើងអាចសមត្ថភាពវាគឺប្រើ wireless ដូចនេះដោតឆ្នុក OBD2 wireless ហ្នឹងហើយភ្ជាប់ជាមួយឧបករណ៍ scan ហ្នឹងគឺ scan បានគ្រប់ម៉ាកគ្រប់ model អូខេបន្តទៀតអ្នកនរគ្នាគឺលក្ខណៈពិសេសរបស់ Sync Tool ហ្នឹងគឺបច្ចេកវិទ្យាទំនើបមែនតើអ្នកឃើញគឺវាមកជាមួយនឹងដោយដើមវីដេអូអញ្ចឹង admin ប្រាប់អញ្ចឹងគឺ adapter charge អញ្ចឹងគឺដូចទូរស័ព្ទទំនើបអញ្ចឹងគឺ type C micro USB type C ហើយនៅខាងក្រោយឧបករណ៍ scan ហ្នឹងគេដាក់ថា design in California ប្រទេសអាមេរិកហើយវាមាន adapter នៅឃើញពេលដែល admin ដកចេញមកគឺមាននៅឃើញអស្ចារ្យមែនតើគឺវា support 9 module គឺ accessory ថែមទៀតបើសិនជាអ្នកនរគ្នាចង់ទិញបន្ថែមហើយអ្នកនរគ្នាឃើញនៅខាងកន្លែងនេះគឺអ្នកនរគ្នាអាច insert ដាក់ SIM card បានដើម្បីប្រើ internet បើមិនចង់ប្រើ Wi-Fi អ្នកនរគ្នាអាចប្រើ SIM card ដូច tablet ចឹងអស្ចារ្យមែនតើគឺបច្ចេកវិទ្យាទំនើបហ្នឹងហើយអ្នកឃើញ module វាគឺមាន pin ទាំងអស់នេះគឺ terminal ដើម្បីដោត accessory បែរអ្នកនរគ្នាត្រូវការទិញនៅក្នុងថ្ងៃអនាគតមានដូចជាអ្នកឃើញមានដូចជា printer ម៉ាស៊ីន print មានដូចជាភ្លើងបំភ្លឺមានដូចជា
endoscope oscilloscope ផ្សេងគឺអស់ចាមែនតើ Syntu Mini នេះអ្នកអាចប្រើប្រាស់លើសពីឧបករណ៍ scan ដោយទិញ accessory បន្ថែមហើយផ្លាក់ចូលនៅកន្លែងក្រោយហ្នឹងតែម្ដងជាពិសេសមាន SIM card អស់ចាមែនតើអ្នកឃើញនេះគឺយើងប្រើឧបករណ៍ scan ហើយយើងក៏ដោតទៅវានឹង automatic connection ហើយនៅខាងលើនេះវាមានភ្ជាប់ Wi-Fi អ្នកអាចភ្ជាប់ internet បានមាន Bluetooth មានអីផ្សេងៗដែលមាននឹងប្រាប់តាមក្រោយអូខេអញ្ចឹងយើងភ្ជាប់ដូចនេះហើយវានឹងធ្វើការតំណែងដោយ wireless អញ្ចឹងគឺភ្ជាប់ ECU របស់ម៉ាស៊ីនជាមួយនឹងឧបករណ៍ scan អញ្ចឹងទៅ scan តែម្ដងឃើញនៅលើ screen របស់ Syntu Mini ហ្នឹងគឺវាខាងលើនេះវាមាន setting ដែលអ្នកអាចចូលទៅហើយអាចសេរី option ជាច្រើនមានពលឺមានជាប់អ៊ីនធឺណិតមានសំឡេងមានអីផ្សេងៗហ្នឹងចូលទៅខាងហ្នឹងហើយនៅខាងលើនេះមាន Syntu module ដែលអ្នកអាចចូលទៅគឺវាបង្ហាញប្រាប់ថាឧបករណ៍ហ្នឹងធ្វើការជាមួយនឹងម៉ាស៊ីន print ម៉ាស៊ីនភ្លើង work light ហើយនឹង battery tester ផ្សេងៗហ្នឹងគឺអ្នកអាច connect វាខាងក្រោយនេះបើសិនជាថ្ងៃក្រោយអ្នកចង់ទិញ accessory បន្ថែមដូចមិនបានប្រាប់វីដេអូលើមិញអញ្ចឹងហើយមាន maintenance service គឺវាមកជាមួយoption គឺវាមកជាមួយ spec ដែលអាចធ្វើការងារបានច្រើនជាមួយនឹង maintenance service ហ្នឹងគឺនៅលើអេក្រង់នេះបង្ហាញគឺមាន11មុខមាន battery management system មាន brake មាន DPF មានប្រព័ន្ធក gear មានប្រអប់លេខមានសោមាន big injector មានអាច reset ប្រេងបានដែរប្រេងខាងនេះផ្លាស់ប្ដូរប្រេងម៉ាស៊ីនមាន suspension អាចចកូត electronic ឃើញហើយនឹង5មុខទៀតនៅក្នុង scan ហ្នឹងគឺអាចធ្វើងារបាន activation test មាន special function ដូចជា stop ប្រេង ABS ចេញពីប្រព័ន្ធផងដែរគឺនៅខាងក្នុងហើយសមត្ថភាពពិសេសនេះគឺអាច diagnose គឺអាច scan ម៉ាស៊ីនបានស្ទើរតែគ្រប់ ម៉ាកគ្រប់ model នៅលើទីផ្សារ 97% គឺអាចធ្វើការបានច្រើនមែនទែននេះឃើញគឺអាចធ្វើការងារបានឡានជាច្រើន Toyota Audi BMW Land Rover នេះឃើញគឺឥឡូវជាឧទាហរណ៍គឺយើងកំពុងតែធ្វើការងារជាមួយនឹងឡាន Toyota Hybrid ម៉ាស៊ីន Hybrid គឺយើងចូលទៅ Toyota Yes ចុះឧបករណ៍ហ្នឹងវានឹងធ្វើការទំនាក់ទំនងជាមួយនឹងmodule បច្ចេករបស់ម៉ាស៊ីនហ្នឹងដែល admin ដោតឆ្នុក OBD2 wireless មកហ្នឹងហើយយើងចូលទៅ scan តែម្ដងវាដូចជាឧបករណ៍ lunch និង hotel និងឧបករណ៍នៅលើទីផ្សារយើងផងដែរគឺអ្នកទាំងនេះគឺមាន template ហ្នឹងដូចគ្នាអ្នកអាចអ្នកចែកទេយើងបានដឹងគឺការចូលទៅយើងចូលរឹកឡានហ្នឹងគឺជាមួយនឹងប្រព័ន្ធ smart key នេះឃើញគឺវាកំពុងតែបង្ហាញប្រាប់ថាកំពុងតែតំណាក់តំណងជាមួយនឹង module បច្ចេករបស់ម៉ាស៊ីនរថយន្ត Toyota Hybrid មួយហ្នឹងនិយាយល្បឿនហ្នឹងក៏មិនធម្មតាដែរគឺល្បឿនលឿនអ្នកឃើញគឺវាបង្ហាញដូចនេះហើយអ្នកអាចចូលទៅ scan គ្រប់ប្រព័ន្ធបានធ្វើបានអ្នកឃើញ interface នៅលើអេក្រង់លើឧបករណ៍ហ្នឹងគឺវាអាច scan ម៉ាស៊ីនប្រអប់លេខហើយវាប្រាប់ជាភាគរយនៅ scan hybrid control cruise control transmission control គឺប្រព័ន្ធប្រអប់លេខគឺអាចធ្វើការងារបានយើងរកឃើញលេខកូដបញ្ហាដែលសារឡានហ្នឹងមានបញ្ហា ABS អ្នកឃើញប្រើពេលមិនដល់1នាទីទេអ្នកឃើញវិនាទី 100% scan គ្រប់ប្រព័ន្ធប្រើពេលតែ49វិនាទីទេឧទាហរណ៍បើសិនជាអ្នកឃើញបានលេខកូដបញ្ហាអញ្ចឹងវានឹងប្រាប់ហើយ admin ចូលទៅ ABS យ៉ាងណាឃើញឧបករណ៍ scan វាបង្ហាញអាចទៅអានលេខកូដអាចទៅលុបលេខកូដបញ្ហាហ្នឹងអាចមើល free frame និង live data stream អាចទៅមើលទិន្នន័យប្រព័ន្ធហ្នឹងអញ្ចឹង admin ចូលទៅ scan ហើយអ្នកទាំងឃើញយ៉ាងណាឃើញគឺវាបង្ហាញឧបករណ៍បង្ហាញលេខកូដ C1256 គឺ accumulator low pressure current គឺប្រព័ន្ធ ABS ហ្នឹងមានបញ្ហា accumulator មានសភាពទាបអញ្ចឹងម្ដងទៀតចូលទៅយើងនឹងធ្វើតេស្តសាកល្បងអាគុយ hybrid នៅឃើញមុននឹងបញ្ចប់វីដេអូហ្នឹងគឺយើងចូលទៅប្រព័ន្ធpower train ហើយយើងជ្រើសរើសយក HV battery និង scan ប្រព័ន្ធអាគុយ hybrid នៅឃើញអញ្ចឹងយើងចុច scan វាប្រាប់ថាអត់មានបញ្ហាទេអញ្ចឹង admin ចូលទៅ live data ប្រព័ន្ធ hybrid ដោយប្រើឧបករណ៍ scan Syntu Mini មួយហ្នឹងអ្នកឃើញគឺអាច scan live data បានគ្រប់សពនៃប្រព័ន្ធប្រតិបត្តិការរបស់ម៉ាស៊ីន admin ចូលទៅមាន auxiliary battery voltage អ្នកឃើញគឺ block អាគុយ block ទី1ទី2ទី3ទី4ទី5ទី6អ្នកអាចធ្វើការងារបានទៅធ្វើតេស្តប្រព័ន្ធប្រតិបត្តិការរបស់ម៉ាស៊ីន sensor នីមួយៗដូចនេះ battery charge state load អ្នកឃើញគឺគ្រប់ប្រព័ន្ធប្រតិបត្តិការរបស់ម៉ាស៊ីន hybrid របស់អ្វីទាំងអស់ដែលបំពាក់លើឡានទំនើបអ្នកនេះអាចធ្វើតេស្តវាបានដោយប្រើ data ដូចនេះហើយអាចមើលវាជាទិន្នន័យជា graph ដូចនេះអូខេអ្នកនរគ្នាអរគុណច្រើនសម្រាប់មើលវីដេអូមួយហ្នឹងហើយសម្រាប់ឧបករណ៍ Syntu Mini ផលិតដោយក្រុមហ៊ុន Syncap ប្រទេសអាមេរិកហ្នឹងអ្នកនរគ្នាអាចរកបាននៅ Orthodox Store សម្រាប់ព័ត៌មានលម្អិតអាចទៅលើវីដេអូហ្នឹងបានអរគុណច្រើនមែនទែនហើយកុំបារម្ភរបៀបប្រើប្រាស់និងបច្ចេកទេសផ្សេងៗគឺយើងមានអ្នកជំនាញនិងណែនាំអ្នកគ្នាយ៉ាងក្បោះក្បាយអំពីការប្រើប្រាស់និងការ
ប្រើឧបករណ៍ scan ទំនើបហ្នឹងទៅធ្វើការងារជាច្រើនបម្រើឧស្សាហកម្មជួសជុលរថយន្តកុំភ្លេចបើចូលចិត្តវីដេអូមួយហ្នឹងចូលទៅ Subscribe Channel របស់ Autolog Store ក្រោមលីងវីដេអូមួយហ្នឹងអរគុណច្រើនមែនទែនជួបគ្នានៅវីដេអូក្រោយទៀត